សួស្តីបងប្អូនថ្ងៃនេះខ្ញុំកាត់ស្លឹកតឡូងខ្ញុំយកមកញ៉ាំតើមានបងប្អូនប្រមាណអ្នកដែលនៅដល់សហរដ្ឋអាមេរិកហើយនៅញ៉ាំស្លឹកតឡូងដោយរបៀបនៅចំណោមពលពតព្រោះអីកាលនៅចំណោមពលពតយើងដាំតឡូងបាននៅក្រោយផ្ទះយើងយកស្លឹកវាយកមកញ៉ាំឬមួយជីកមើលវាមកញ៉ាំបើកាលណាពួកមេកងឆ្លប់អីឃើញហ្នឹងចាប់យើងយកតកសាំងឥឡូវនេះមកដល់សហរដ្ឋអាមេរិកដាំញ៉ាំហើយអាណាណីអានេះខ្ញុំដាំក្នុងធុងនេះអាធុងនេះ27 gallon 27 gallon ខ្ញុំដាំទៅវាបានមើមតែប៉ុណ្ណេះពេលខ្ញុំជីកមួយសាកមិនវាឃើញអាមើមធំនេះឃើញអាមើមធំហ្នឹងឯដល់ខ្ញុំនឹកឃើញថាប្រហែលជាមើមនឹងធំនឹងទាំងអស់ហើយដល់ពេលកលាប់អាធុងហ្នឹងមកមានអាឡម៉ែឡម៉ក់ឡើងច្រើនមានល្មិចល្មក់យ៉ាងច្រើនតាសកិនហូមបែបដាច់យ៉ៃដាំតឡូងស៊ីខ្លួនឯងអញ្ចឹងប្រយ័ត្នអាក្មេងៗជំនាន់ក្រោយវាមើលងាយព្រោះអីមកដល់សហរដ្ឋអាមេរិកនៅដាច់យ៉ៃដាំតឡូងស៊ីខ្លួនឯងអញ្ចឹងមូលហេតុដែលយើងដាំដំណាំដាំដុះញ៉ាំខ្លួនឯងព្រោះអីកាលណាយើងចាស់ទៅសុខភាពយើងវាខ្សោយកាលណាសុខភាពយើងខ្សោយយើងញ៉ាំរបស់ណាដែលមានជាតិគីមីវាធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងកាលណាញ៉ាំទៅដូចថាវាមិនសូវស្រួលខ្លួនអញ្ចឹងហើយបានខ្ញុំដាំតឡូងដាំបន្លែស្អីញ៉ាំខ្លួនឯងឥឡូវនេះខ្ញុំនិយាយរឿងមួយរឿងក្មេងៗជំនាន់ក្រោយដែលមកក្រោយឆ្នាំ2000ហ្នឹងពេលពួកគាត់រស់ស៊ីបានមានបានទៅពួកគាត់ច្រើនអួតហើយពួកគាត់អួតច្រើនតែមានអ្នកនៅស្រុកខ្មែរអបអសាទរសរសើរអូជួយយកមួយទៅធ្វើការផងសុំលុយសុំអីធ្វើឲ្យគាត់មានមោទនភាពចំពោះខ្លួនគាត់ដែលបានមកដល់សហរដ្ឋអាមេរិកហើយមានហាងមានអីខ្លួនឯងជាពិសេសអ្នកដែលមានហាងកញ្ចក់មានហាងដូណាត់ព្រោះអីហាងកញ្ចក់ហាងដូណាត់វាមានពេលខ្លះអត់មានភ្ញៀវម្ល៉េះហើយគាត់ឆ្លៀតឱកាសធ្វើវីដេអូដើម្បីរកលុយបន្ថែមហើយការអួតអាងរបស់ពួកគាត់មួយចំនួនខ្ញុំនិយាយមួយចំនួនបើកាលណាអ្នកណាមិនមានខ្លួនកុំឲ្យលើកដាក់ខ្លួនណាច្រើនតែមានការគ្រប់គ្រងនិងសរសើរពីអ្នកដែលនៅស្រុកខ្មែរហើយនឹងក្មេងៗដែលទឹមមកក្រោយជំនាន់គាត់ហ្នឹងថ្ងៃនេះគឺជាថ្ងៃទី1 ខែ 11 ឆ្នាំ 2025ខ្ញុំនៅមានទៀបផ្លែឡើយនេះប៉ុន្តែមើលទៅដូចមិនធំទេព្រោះអីវាចាប់ផ្ដើមត្រជាក់ហើយខ្ញុំធ្លាប់និយាយថាទោះបីមានហាងដូណាត់1 2 3 4ហើយនឹងធ្វើការក្រុមហ៊ុនក៏មិនខុសត្រូវគ្នាប្រមាណដែរហើយខ្ញុំនិយាយពាក្យមួយថាកូនក្មួយជំនាន់ក្រោយដែលមកដល់ថ្មីបើមិនបានចូលរៀនមិនបានចេះរៀនបានជ្រៅជ្រះនៅសហរដ្ឋអាមេរិកនេះគឺវិធីដែលយើងរលុយឲ្យមានបានលឿនមានតែធ្វើកញ្ចក់និងធ្វើដូណាត់ប៉ុន្តែមានក្មេងៗមួយចំនួនតូចយល់ច្រឡំពាក្យសម្ដីរបស់ខ្ញុំទៅជាថាខ្ញុំនឹងមិនដឹងជាចង់និយាយមើលអាវីដេអូខ្ញុំឬមួយក៏អ្នកដទៃគាត់ថាឲ្យគាត់ទៅជាថាមានតាមួយចំនួនដែលមកសហរដ្ឋអាមេរិកនេះមើលងាយពួកគាត់ធ្វើដូណាត់សិតតែអ្នកគ្មានចំណេះដឹងតាមពិតអាក្មេងៗដែលលើកដាក់ខ្លួននឹងគាត់យល់ច្រឡំនឹងសម្ដីចាស់ក្នុងវីដេអូមុនរបស់ខ្ញុំក៏ខ្ញុំធ្លាប់ធ្វើនិយាយណែនាំដល់ក្មេងៗជំនាន់ក្រោយជាពិសេសអ្នកដែលមកក្រោយឆ្នាំ2000បើកាលណាយើងមិនបានរៀនសូត្រជ្រៅជ្រះនៅសហរដ្ឋអាមេរិកខ្ញុំមិនមែននិយាយថាគាត់មិនបានរៀនមិនមានចំណេះដឹងមកពីស្រុកខ្មែរទេព្រោះអីក្មេងៗជំនាន់ក្រោយមកពីស្រុកខ្មែរភាគច្រើនសិតតែមានសញ្ញាបត្របរិញ្ញាអ្នកខ្លះមានដល់ PhD Doctor Degree ទៀតប៉ុន្តែ Master Degree PhD Degree Doctor Degree ពីស្រុកខ្មែរមកដល់សហរដ្ឋអាមេរិកមកដល់អារ៉ុបនេះគេមិនទទួលស្គាល់ទេលើកលែងតែយើងចូលរៀនសាលាបន្ថែមទៀត អ
đọc nhom để về bịa nâng tứ miền niên mà chấm nôn cái lực sầm đây để thay dương để về tứ cái tha ta mà chấm nôn mơ nghe bộ quạt phơi đồ nặn thà mình miền chấm nét đăng cầm oi mơ nghe nè phơi đồ nặn tụ bay mình miền chấm nét đăng có sau lời còn chỉ nẹt phơi cá đây pan té cònเปรียบ เทียบ còn tràn เปรียบ เทียบ ជាមួយគាត់ ជាអ្នកតកែហាងដូណាត់ ជាមួយអ្នកធ្វើការក្រុមហ៊ុនធម្មតាណាមនុស្សយើងបើកាលណាចង់ เปรียบ เทียบ យើង เปรียบ เทียบ ឲ្យក្នុងវ័យក្នុងអាយុសកលគ្នាណាដោយគាត់ក្មេងជំនាន់ក្រោយបើគាត់ចង់ เปรียบ เทียบ គាត់ទៅ เปรียบ เทียบ ជាមួយនឹងកូនរបស់ពូមីងជំនាន់មុនណាដែលកូនរបស់ពួកគាត់ឥឡូវនេះក្រោម40ឆ្នាំបើចង់ เปรียบ เทียบ ត្រូវខ្លួនឯងទៅ เปรียบ เทียบ ជាមួយនឹងក្មេងជំនាន់ក្រោយអាយុផាកផែលគ្នាកុំឲ្យ เปรียบ เทียบ ជាមួយចាស់មានអ្នកខ្លះថែមទាំងមានលើកពាក្យថាបាត់ដល់សហរដ្ឋអាមេរិក 30-40 ឆ្នាំនិយាយភាសាអង់គ្លេសនិយាយមិនច្បាស់ហើយមានអ្នកខ្លះនៅតែជួលផ្ទះគេថែមទាំងមើងងាយដល់ចាស់ជំនាន់មុនថាប្រហែលជាផ្ទះនឹងនៅបងមិនតាន់ដាច់ផងក៏មិនដឹងពួកគាត់មួយចំនួនតូចហ្នឹងគឺគិតខុសធម្មតាការងារអ្វីក៏ដោយនៅសហរដ្ឋអាមេរិកនេះគឺគេមិនដែលមើងងាយយើងគេមិនដែលវាយតម្លៃយើងទេគឺតម្លៃការងារទៅតាមឋានៈទៅតាមវណ្ណៈរៀងខ្លួនយើងធ្វើកម្មករតម្លៃរបស់យើងតាមរបៀបកម្មករយើងធ្វើជាតកែហាងក៏តម្លៃរបស់យើងជាតកែហាង7ខ្ញុំបេះថ្ងៃមុននោះឥឡូវធំទៀតនេះបងប្អូនល្មមដល់បេះបុក17ទៀតថ្ងៃមុនបេះបុក17ទៅបុកបកឡញ៉ាំតន់អស់បងឥឡូវអានេះដូចធំល្មមបេះទៀតអ្នកដែលច្រើន เปรียบ เทียบ ជាមួយនឹងចាស់ជំនាន់មុនគាត់ เปรียบ เทียบ ខុសហើយពួកគាត់ទៅមកដល់ជំនាន់ថ្មីគាត់ទិញហាងបានជាពិសេសទិញហាងដូណាត់ស្អីហ្នឹងគាត់ទិញពីខ្មែរយើងជំនាន់ទី1មកទសវត្ស80តើបើកាលណាខ្មែរជំនាន់ទី1មិនលក់ហាងឲ្យពួកគាត់ស្មាពួកគាត់ហ្នឹងបានហាងដូណាត់ហ្នឹងយកមកធ្វើប៉ុន្តែអ្នកមួយចំនួនចិត្តយល់ខុសមូលហេតុអីបានជាម្ចាស់ហាងដូណាត់ម្ចាស់ហាងស្រាម្ចាស់ហាងក្រាស់ឡានមិនក៏គាត់មិនអោយហាងនឹងទៅកូនគាត់ធ្វើតឬមួយក៏វាមិនចំណេញអ្នកមួយចំនួនជាពិសេសក្មេងជំនាន់ក្រោយពួកគាត់មិនទាន់ឆ្លងកាត់ផុតណាចឹងហើយបើខ្ញុំនិយាយឆាកជីវិតរបស់មនុស្សយើងវាដូចជាទឹករលកចឹងចាស់មកចំនួន80ឯងគាត់ជារលកមុខឥឡូវនេះទៅដល់ច្រាំងចាប់ដើមជ្រាបចូលទៅក្នុងដីបានន័យថាស្លាប់បដើហើយបើមិនមានចាស់ចំនួនមុនលក់ហាងឲ្យនាងចំនួនក្រោយនាងចំនួនក្រោយក៏គ្មានឱកាសទិញហាងធ្វើហាងនឹងបានដែរមិនមានអ្នកណាដែលអាចចាប់ផ្ដើមមកដល់ទិញហាងបើកថ្មីចេះច្រើនតែទិញហាងតពីគេឥឡូវនេះខ្ញុំនិយាយថាតើការកសាងមុខចំនួនរបស់ខ្មែរចំនួនទី1តើគាត់កសាងមុខចំនួនរបស់គាត់តាមវិធីណាមកដល់ដំបូងឆ្នាំ80ខ្មែរយើងមួយចំនួនគាត់ស៊ីលុយរត់ហើយនាំគ្នាទៅបេះផ្លែឈើទៅធ្វើការនៅរោងចាក់សាច់មាន់ហើយចំនួននោះមកដល់ចំនួននេះក៏នៅតែមានមេខ្យល់អានេះគេហៅថាមានខ្មែរយើងបើកជា agency ដឹកខ្មែរយើងទៅបេះ blueberry ទៅកាត់ស្ពៃទៅធ្វើសាច់មាន់អញ្ចឹងទៅឧទាហរណ៍ថាគាត់ដឹកបានកម្មករនឹង30-40នាក់ទៅធ្វើសាច់មាន់ទៅបេះ blueberry ទៅបេះ strawberry កាច់ពោតធ្វើអ្វីទៅតាមរដូវកាលហើយ
ตะแกเอเจนซี่นั่นcái bài lôi cái bài lôi hơi cái vô tận đô kiếm đăng lại cái đô lôi tiệt hơi bàn vô lôi sắt vô mà bài ở cam cò nè bài ở khai dương từ thời ca lôi sắt á tăng bị tu svat bay sấp mà đò lâu nưng còn nơi tầng miền chẳng ai chẳng hơi bạn đi thà phụ để nơi xa rọn ảm rít ní thua ca khâu sẽ bắp về thua ca được biết nưng kiếm đăng tràn đây bàn tay khi mình ai để về bàn trànไปtới nơi khungประปอนสาเทียนนะนี่เฮ้ยดอลปูกอดเมียนกรมโกนใจเมียนไอ้บุญปรำเนี่ยยังตื้อปรำประมวยเนี่ยทัวกายังตื้อมาติดบานมาเนี่ยบานเชียงปีโรยปีมุนบงเมียนบ่องเมาเมียนสเปนนี่บ่ปูบ่องเมาปูสเปนนี่แต่ใบบลูเบอรี่ใบสตรอเบอรี่กอดใบบานมากระโตงนั่งอะไรรอมอะไรแต่เชียงกอดนั่งจังเฮ้ยบานปูอะไรยืงมอนั่งคอมดอกกระบอกเก็บใบทัวเจ็บพิสเวอร์โดยทาแล้วมาอัพเกี่ยวมาเพย์3 เซนหรือมาอัพ50 เซนอย่างนั้นอัพโต้เฮ้ยมาอัพโต้เนี่ยวิเมียนมาเพย์ดับมาแก่แต่วิเมียนดับเมียนดับอัพโต้ยาอัพมาพาวนะเมียนดับหรือเมียนมาเพย์ตามอัพโต้อัพทมด้วยตอนนี้เกี่ยวมาแก่ปีดาราใบลาจังนั้นดาวเฟอร์จะเบียบพิสเวิร์กเนี่ยคอมนะคอมเตอร์เนี่ยคลาสบ้านมาโรยเชียงปีโรยเชียงยังไงบางไงอ่ะดาวใส่ซ้อมบ้านมั้งบ้านเลยมาเมินปีเมินก็จะติงเทคเอาเทคเอาบ้านเลยท่าฟาฟูดนั่งโดยยืงห่างลมโฮบตั้งยืงบัญชีติงให้ยืงโยมันยำกล้าวในคางอีกคือหาท่าเทคเอาในคางไว้คือหาท่าฟาฟูดให้ปวกกอดก็เฟื่อนั่งเตอร์ปลุกไอ้ดามติจะนอนไปซับไปห่างมวยแต่ปีใบเมินเลยปันไตห่างเทเอาเลยตรงภาย3 สาย10 เมินดำไล่ภายโดนัดได้เฮ้ยเนี่ยได้เมียนจับมาตุ่มดำลงเข็มเตี้ยเนี่ยให้เนี่ยได้เธอเทเอานั้นโดยทากอดบ้านดำมันตุนเฮ้ยกอดชุบเธอเทเอาเนี่ยคลาตัวติงลอนตรเมตห่างเบากู้เนี่ยคลาก็ตัวติงห่างสระปลุยบ้านดำมั้งนะโดยเฉพาะอาการวิวัฒน์อาการโรซีบอกวัดเจตการเลื้งนะเฮ้ยจบเบอร์ห่างเราบอกวัดโรลอยบ้านตั้งปีบ้านใดเราเตะดับบ้านห่างปีห่างใบแห่ได้ก็มันเอาต่อตะโกนมูลเหตุคือโกนมันโยนั่งแตะตรงตะนึงแต่ขยมได้ยีทาเจียบเสกโกนขโมยได้มาดอจะนอนกร้อยชนำปีป้อนได้ยืงเรียนมันเสบานเจริญเจริญขยมเปียได้ขยมได้ยีทาเรียนเหมือนบานเจริญเจริญบานในทาเหมือนบานเรียนจบมหาวิทยาลัยในสหรัฐอเมริกาเนี่ยตัวใบยืงเมียนสัญญาบัตรมาสเตอร์ดีกรีด็อกเตอร์ดีกรีมาปีศกไม่ยืงเจ๊ดาวจำกำรัดนาก็ได้มาดอลนี่กีมันแต่ตัวสกอลสัญญาบัตรยืงที่เลือกเลยแต่ยืงเรียนบันเทิงตัวใบยืงคอมเรียนบันเทิงยังไม่ก็มันปากไก่โดยโกนในการในสระนี้ได้จีไปเซ็กกันนายืงมาดอลนี่ยุเชียงไพขบายซามว่าสำเร็จยังเบียรึงยืงนี่ยีเต้าจุนก้าเกสดับยืงมันเสือบ้านจุนก้าเกนี่ยีเลื่อนมั้ยืงสดับเกมันเสือบ้านจังเฮ้ยบางเข้มนี่ยีทาเบยยืงเรียนมันเสือบ้านเฉียวเฉยยืงเธอโดนัดจีบใส่ใส่เธอเจาะเต้อนั่งจีบมุกหลบบอมวยได้เราลอยบานเลื่อนเฮ้ยบานลอยนั่งจานเฮ้ยยืงโดมาเธอจีห่างสระหรือมวยก็ยืงเธอจีใบกระสังอะไรอย่างนั้นนะปัญหาเปลี่ยนสมัยเขียวดอกกานาในเยกาปิดตั้งเวียปะปอลดอลเนียงมาจำนวนโตจะกินเลือกดักล้วนเติร์ทายืงจ่าในเยโดยทาเมื่อเงยปวกอดทาเนี่ยเธอโดนัดขมิ้นจำแนกดังเปียได้เขียวในเยทามันบานเรียนเจริญในสหรัฐอเมริกบานในทายืงมันบานมาสเตอร์ดีกรีมันบานด็อกเตอร์ดีกรีในสหรัฐอเมริกยืงเธอโดนัดเตอมันเม้นบานในทาเอาแต่เนี่ยเธอโดนัดเนี่ยเธอเจาะมันเมียนจำแนกดังดิเมียนจำแนกดังเมียนจำแนกดังมาปีสระกำนายระบอบยืงจำแนกดังมาปีสระขมาย
ប៉ុន្តែតកាលណាយើងនិយាយទៅវាប៉ះពាល់គេនៅនេះក្មេងជំនាន់ក្រោយបើចង់ប្រៀបធៀបកុំខ្លួនឯងជំនាន់ទី1ថ្មីកុំប្រៀបធៀបជាមួយនឹងជំនាន់ទី1ចាស់ព្រោះអីជំនាន់ទី1ចាស់ពួកគាត់មកមិនសូវមានចំណេះដឹងដោយកូនក្មួយជំនាន់ក្រោយទេព្រោះអីកូនក្មួយជំនាន់ក្រោយបានរៀនតាំងពីថ្នាក់មត្តេយ្យរហូតដល់អនុបណ្ឌិតរហូតដល់បានបណ្ឌិតដូច្នេះចំណេះដឹងរបស់កូនក្មួយជំនាន់ថ្មីចេះពូកែជាងចាស់ដែលមកដល់សហរដ្ឋអាមេរិកនេះ40ឆ្នាំមុនពិតប្រាកដមែនព្រោះអីចាស់ជំនាន់80ឆ្លងកាត់ជំនាន់ប៉ុលពតដូច្នេះយើងខានរៀន4-5ឆ្នាំដូច្នេះអាចចំណេះដឹងវាមានការខ្វះខាតហើយមានក្មេងជំនាន់ថ្មីមួយចំនួនមើលងាយចាស់ជំនាន់មុនមានទាំងពាក្យសម្ដីថាមកដល់ស្រុកគេ30-40ឆ្នាំហើយនិយាយភាសាអង់គ្លេសនិយាយមិនច្បាស់អ្នកខ្លះនៅជួលផ្ទះគេហើយឌីលខាងហ្នឹងអ្នកខ្លះចាស់ចូលនិវត្តន៍ហើយប្រហែលជាផ្ទះហ្នឹងបងមិនតន់ដាច់អីទៀតអញ្ចឹងវាមានមួយចំនួនតូចនិយាយអាពាក្យហ្នឹងអ្វីដែលខ្ញុំនិយាយគឺមួយចំនួនតូចបើអ្នកមិនមានខ្លួនទេកុំលើកដាក់ខ្លួនឥឡូវបកក្រោយរឿងមូលហេតុអីបានជាកូននឹងមិនព្រមធ្វើអានេះជាសាច់ញាតិរបស់ខ្ញុំនិយាយពីករណីគាត់ឥឡូវ70ជាងម្នាក់មានហាងស្រារបស់គាត់កាលពី2011មកឥឡូវវា75-10ឆ្នាំហាងស្រារបស់គាត់មានតម្លៃប្រហែលជាដូច40,000កាលហ្នឹងមានតម្លៃ40,000 5-10ឆ្នាំមុនហើយបើគិតមកដល់នេះតម្លៃនេះ80,000ហើយគាត់មានកូន3មានកូនប្រុស3ហើយគាត់ចង់ឲ្យហាងទៅកូន3ហ្នឹងមិនមានអាណាមួយចង់ធ្វើដល់គាត់ហាងរបស់គាត់រស់ស៊ីបានគាត់ស្ដាយគាត់ធានាក្មួយពីស្រុកខ្មែរមកថាឲ្យវាមកធ្វើហាងស្រាហ្នឹងទៅធានាបានក្មួយ2នាក់មកប្រើឲ្យជួយធ្វើបានតាមបានកន្លះឆ្នាំទៅថាវាមិនចេះនៅសហរដ្ឋអាមេរិកដូចជាប់គុកអញ្ចឹងបើកភ្នែកមកបើកហាងដល់យប់ហើយដេកបើកភ្នែកមកបើកហាងដេកបើកហាងវាមិនចេះនៅរត់ទៅវិញហើយតានឹងគាត់មិនអស់ចិត្តទេគាត់ទៅធានាក្មួយមកទៀតហើយមកសួរខ្ញុំថាឥឡូវមានអានេះនិយាយដើមគាត់បន្តិចធម្មតាតកាលណាយើងនិយាយរឿងអ្វីហ្នឹងគឺសិតតែនិយាយដើមគេហើយបើកាលណាមិនមានរឿងហេតុផលហេតុការណ៍នឹងកើតឡើងធ្វើម៉េចយើងនិយាយបានព្រោះអីជាការពិតដល់នេះគាត់មកសួរខ្ញុំគេហៅខ្ញុំចឹកព្រោះអីបងរបស់ខ្ញុំបានប្អូនស្រីរបស់គាត់នៅស្រុកខ្មែរអាហ្នឹងត្រូវជាសាច់ថ្លៃគ្នាចឹកមានគេ2នាក់គេស៊ីឈ្នួលធានាមនុស្សមកគេយកប្រហែល 30,000 កាល20ឆ្នាំមុនខ្ញុំថា30,000ច្រើនណា20ឆ្នាំមុនមិនកើតទេដឹងវចាញ់បោកគេស៊ីលុយបាត់ដល់នេះគាត់ចង់ខ្លាំងខ្ញុំមិនអាចហាមខុសគាត់ព្រោះឯងគេចង់ខ្លាំងទៅថាមិនកើតទេបើថានេះខ្ញុំហៅគាត់គ្រូឯងធានាម្នាក់សិនវគេស៊ីយើងទាំងពីរណាដល់នេះក៏ជឿតាមសម្ដីខ្ញុំក៏ធ្វើធានាម្នាក់សិនមានម្នាក់ហ្នឹងគេបោកលុយ30,000គេយក15,000មុនយ៉ាងទៅហើយកាលណាធានាបានមនុស្សនឹងមកគេនឹងឲ្យគេយក15,000ទៀតហើយគាត់នឹងក៏ឲ្យគេទៅហើយនាំខាងប្រុសនៅស្រុកខ្មែរនាំទីនឹងទៅ vacation ស្រុកខ្មែររឿងរ៉ាវនឹងច្រើនណាស់ប៉ុន្តែខ្ញុំមិនចង់និយាយលំអិតវែងឆ្ងាយពេកទេព្រោះគេថាយើងនិយាយដើមគេហើយនាំទីនឹងទៅលេងស្រុកខ្មែរលេងអីចឹងដល់ទីបំផុតសម្ភាសមានបានមកណា
hay kiếm ta cho cứ vậy bờ miền hàng nữa mình ao côn vì thấy côn bay nè năng vì mình tam ai sắp prap việt tha chỉ non nó mà khai cho nên chiêng mơn nó cắt rồi cắt ấy hơi mà khai chiêng mơn cái tư mà cho nó pram đọc mơn phây mơn đấy là hàng xa cho nên chỉ non nó cả thà côn bay nè năng vì mình sẽ đáp có đó ao việt thưa vì bom thơ hay nhầm tháng cho bởi trong thời niên mà đi tới sau mai mình côn rót cá áo việt thơ lo giờ không vì thấy tờ rô về na tờ rô về sẽ đầy áo côn con mà nè thưa lo giờ mà nè thưa hàng software engineer nè tích hàng electrical engineer hay bay nè nâng có thọp tờ xua côn mùi thưa lo giờ côn nâng thao ấy thưa anh nhưng đừng không cho bắp ấy côn sẽ đầy áo côn sẽ đầy áo nó bàn mà xua nhom tà rô kia thành nia cào khát lôi từ chân hay bàn thì mua hai là nhom để dê bắt đam tâm điên thử đồ nát rồi mùi thử cả chọ mà chấm nôn còn ai mơ nghe nhạc thưa ca cầm hồn bởi dương trong dương miền sầm mặt phiếp lặt phiếp ai bác hàng ban này tha niềng mà chấm nôn nó cứ đập hiện rồi không chả nào mà nè không mà rồi nè miền đập nè đấy là miền sầm mặt phiếp miền lặt phiếp ai bác hàng là bậc kỳ ban chấm này nè để thưa ca cầm hồn không mà rồi nè còn miền đập nè miền pram nè đấy có cái thưa ca cầm hồn là bậc kỳ còn rừng móm này mình tranh nè bậc hàng ấy nhom này dây này cứ chỉ ca bứt còn tay cònแต่ nè bứt khác còn mình đắng còn mình đai lư đo cầm rắn nâng chẳng thấy bàn ta nâng cọt bong hiểm pram cha năm bàn cọt lạch chất lộ hàng đang ao kia rồi lộ bàn mát xài sắp chiếng cái nâng cha năm pi pon đập muối bàn màu floor bàn màu retire nơi floor đa này đây rồi lâm đang tới đào này lạch tầm nhẹ tầm nông kia chăm mơ ngày nào muối khi em này về rương hết ấy có nhẹ mà chầm nuôn màu đỏ Florida thì thái đánh telephone đồ telephone tham mấy có đánh tầm nhẹ tầm nông để mới mất phẹ bị môn máu xem nâng này dây mùi hết nâng bởi cana nè na để chẳng đăng riêng mùi hết ấy bà nè để màu thì tháiនៅ Florida mấy có đồ lấy telephone tham mấy chụp chặt tôn mất phẹ bong phone này để thọp squall kia thọp ấy bị môn máu thưa ca nó cầm hôn á khiêm chưa tha côn khmer dương cho non cày này không mà rồi nè miền bài thì đọc nè rồi 15 nè quạt thưa ca nó cầm hôn thông thống á đôi nhom này dây hơi này dây tiết bờ côn khmui để quạt miền lạt phiếp miền sầm mặt phiếp ai trôi thưa ca nó cầm hôn fan corporation fan đấy cứ Facebook Apple mới tiết Amazon Netflix chi Google còn tay cầm hôn pram cầm hôn fan cứ là bay mua tăng vì pram tận đập năm bốn mấy lâu nay vì miền cầm hôn Nvidia miền cầm hôn Microsoft miền cầm hôn xây tiết để đôi tha thông chiêng cầm hôn pram còn tay cầm hôn pram nó vì là bay tăng vì cho năm pi pon đôi chân này kia nơi ta rập tạt phèn là đáy là kia toàn đồ chùa bay tiết bờ côn môi bàn phơi cầm hôn thông tông tiếng on đó nghe bạc khai tiêm chưa tha miền là mình đọc phía rồi rồi 15 phía rồi để chưa dừng đầy cái nhóm bạc khai buộc quạt nó hay miền khmer phơi ca khang đôi thằng chặt nằm sờ lấp về là cái đây cái từ thọt ở mùi vẹt cắt bạc hai bộ con nó chẳng lọt bị sam sắp tới chặt mới nó còn mà chả nắm ở tia ho tha thọ mà đa takana thắt đây bạc hai sam sai sắp mới bạc pôn kia mình men màu quỳ nơi không tia chăm là khúc đam slop cọp côn đây là cái cứ bậc pôn đã bỏ quát có sầm mặt tập hiệp khu đây bạc khai nó có sam sai sập mơn đôi kia tụi bay bàn sam sai sập mơn còn pay sam sập mơn ấy pin nạp vào đây pôn học sập chặt sập mơn ấy
miền từ chánh ấy nè miền hàng đồ nát mùi pi từ mùi hàng chợ mùi pi complete ta bạc này dương thôi ca trongក្រុមហ៊ុន Facebook នៅក្នុងក្រុមហ៊ុន Google ក្រុមហ៊ុន Apple ប្រាក់ខែគោលជាង 20,000 គេឲ្យជា stock ជាង 10,000 ទៀតហើយគេឲ្យជា bonus 7-8,000 ទៀតគិតទៅប្រាក់ចំណូលហ្នឹងវាជាង 30,000 បាត់ហើយបងប្អូនគិតមើល stock ជាង 10,000 មួយឆ្នាំយើងនិយាយតែ Facebook មួយចុះកាលចាប់ផ្ដើមចូលក្នុងទីផ្សារភាគហ៊ុនឆ្នាំ 2011 IPO ចំនួនហ្នឹងតែមិន$35ទេគាត់ទៅចូលទីផ្សារផ្លឹបនោះម្នាក់ថា Facebook នឹងកើតបន្តិចតែអាលំដោយអា Face ស្អីមួយទៀតមុនអា Facebook ខ្ញុំភ្លេចគាត់ថាចូល market ភ្លាមមួយអាទិត្យចុះមកសល់28ដល់ចុះមកដល់28ឥឡូវឡើង 400 ជាងហើយពី 2011 មកដល់ឥឡូវមិនដឹង split ប្រមាណដងដូច្នេះមួយឆ្នាំគេឲ្យ stock បងប្អូនជាង 10,000 ហើយអា 10,000 ឆ្នាំនេះទៅឆ្នាំក្រោយឡើង 5-10,000 ឬមួយក៏ 20,000 ហើយដល់ឆ្នាំក្រោយគេឲ្យយើងជាង 10,000 ទៀតដល់ពេលបងប្អូនធ្វើបាន 10-20 ឆ្នាំសល់ប្រហែល 1 លាន 2-3 លានខ្ញុំមានស្គាល់អាក្មេងៗចំនួនក្រោយធ្វើការនៅនឹងគ្រាន់តែ stock គេ 2-3 លានដុល្លារនោះផ្ទះគេនៅជាង 3 លានប៉ុន្តែខ្ញុំមិនចង់ស៊ីនិយាយស៊ីជំរឿចឹងហើយបានអ្នកដែលធ្វើដូណាត់អីហ្នឹងកុំឲ្យមើងងាយអ្នកធ្វើការក្រុមហ៊ុនដោយខ្ញុំនិយាយហើយបើថាយើងចង់ប្រៀបធៀបយើងអ្នកធ្វើហាងគឺ 5% ឬមួយ 10% 90-95% មិនមានហាងទេចំណែកអ្នកធ្វើការមានតែ 10 ឬមួយ 5% ទេដែលបានប្រាក់ខែដល់ជាង 30,000 ភាគច្រើនក្មេងៗជំនាន់ថ្មីនេះខ្ញុំនិយាយប្រហែលជា 10% ប្រាក់ខែខ្ទង់ប្រហែលជា 5-10 ទៅ 30 ដូចធ្វើខាង pharmacy ធ្វើខាងregister nurse ធ្វើខាងចាក់ថ្នាំសន្លប់ធ្វើអ្វីផ្សេងទៀតព្រោះអីចិត្តអស់ប៉ោងមូលហេតុអាកូន 3 នាក់បោះតានឹងមិនព្រមធ្វើព្រោះអាមួយវាធ្វើ lawyer អាមួយធ្វើ lawyer អាមួយធ្វើ electrical engineer អាមួយទៀតធ្វើ software engineer ហើយបងប្អូនគិតមើលបើហាងឪវាមួយឆ្នាំចំណេញជាង 10,000 20,000 ហេតុអីអា 3 នាក់នឹងវាមិនធ្វើចឹងហើយបានផ្ដាំនាងធ្វើដូណាត់កុំឲ្យមើងងាយអ្នកធ្វើការក្រុមហ៊ុនហើយចំណែកនិយាយរឿងតានោះមួយតានោះគាត់មានកូន 2គាត់មានការ៉ាសាំងការ៉ាឡានការ៉ាជួសជុលឡានធម្មតាការ៉ាជួសជុលឡានសើរលុយបានគាត់មានកូនប្រុស 2ប៉ិនមានអាមួយគ្នាអាមួយណាព្រមធ្វើហេតុអីក៏ហាងនឹងមិនព្រមធ្វើគឺកូនតារៀននៅស្រុកនេះខ្ញុំមិននិយាយសញ្ញាបត្រខ្ពស់ទេសញ្ញាបត្រត្រឹម Master Degree ឡើងទៅក្មេងនៅស្រុកនេះគេមិនទៅធ្វើហាងបន្តពីឪពុកម្ដាយរបស់គេឥឡូវខ្ញុំមិនចង់និយាយថាតើអា2អ្នកនឹងធ្វើការបានលុយប្រមាណខ្ញុំដឹងព្រោះអីសាច់ញាតិខ្ញុំទៅប៉ុន្តែកាលណាខ្ញុំនិយាយទៅគ្មានអ្នកណាជឿពួកអីភាគ 95 អ្នកក្នុង 100 អ្នកគ្មានអ្នកណាដឹងដល់កម្រិតហ្នឹងទេតែកាលណាយើងនិយាយទៅមានអាអ្នកទៅមកស្រុកខ្មែរសញ្ញាបត្រធំស្រុកខ្មែរថាយើងនិយាយប៉ោចចេះតែនិយាយប៉ុន្តែអ្វីដែលខ្ញុំនិយាយសិទ្ធិការពិតហើយខ្ញុំក៏មានធ្លាប់ធ្វើវីដេអូណែនាំដល់ក្មួយស្រីមួយចំនួនដែលបានមករៀននៅសហរដ្ឋអាមេរិកនេះណាធ្វើម៉េចឲ្យបាននៅសហរដ្ឋអាមេរិកធ្វើម៉េចឲ្យបានរកគូនៅសហរដ្ឋអាមេរិកនេះខ្ញុំឃើញនាងមួយបានមករៀននៅក្លិចនៅអាមេរិកនេះច្រើនធ្វើ Facebook ខ្ញុំក៏ comment ណែនាំគាត់ទៅឥឡូវគាត់លែងសូវធ្វើ Facebook ហើយអានេះគាត់ធ្វើ Facebook រលុយក្រៅខ្ញុំបើមាន